រដ្ឋបាលខេត្តកំពង់ចាមបើកកិច្ចប្រជុំស្ដីពីការផ្ដល់ជ័យលាភីនៃការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពសម្រាប់ឆ្នាំ2026 អភិបាលរងខេត្តកំពង់ចាមលោកឃ្លូតចន្ទានារសៀលថ្ងៃទី11ខែមិថុនាឆ្នាំ2026នៅសាលាខេត្តកំពង់ចាមបានដឹកនាំកិច្ចប្រជុំស្ដីពីសេចក្តីណែនាំការផ្ដល់ជ័យលាភីនៃការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពនិងសេវាសង្គមសម្រាប់រដ្ឋបាលឃុំសង្កាត់ឆ្នាំ2026ក្នុងកិច្ចប្រជុំនេះមានការចូលរួមពីកងកម្លាំងប្រដាប់អាវុធលោកស្រីមន្ត្រីអង្គភាពពាក់ព័ន្ធនិងមន្ត្រីសាលាខេត្តជាច្រើនរូបលោកឃ្លូតចន្ទាបានលើកឡើងថាផ្អែកតាមបទពិសោធន៍កន្លងមកចលនាប្រឡងប្រណាំងការផ្ដល់ជ័យលាភីនៃការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពនិងសេវាសង្គមសម្រាប់រដ្ឋបាលឃុំសង្កាត់ក្នុងខេត្តកំពង់ចាមឆ្នាំ2024មានដំណើរការល្អប្រសើរនិងទទួលបានលទ្ធផលគួរជាទីមោទនៈជាមួយគ្នានោះលោកបានបន្ថែមថាទន្ទឹមទទួលបានលទ្ធផលល្អប្រសើរក៏មានបញ្ហាប្រឈមនានាកើតមានឡើងក្នុងដំណើរការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់ដូច្នេះទើបរដ្ឋបាលខេត្តកំពង់ចាមត្រៀមចុះសិក្សាស្រាវជ្រាវឆ្វេងយល់នៅបញ្ហាប្រឈមនិងសំណើសំណូមពរមួយចំនួនដើម្បីជាធាតុផ្សំចូលយ៉ាងសំខាន់ក្នុងការរៀបចំកែសម្រួលសៀវភៅណែនាំស្ដីពីការផ្ដល់ជ័យលាភីនៃការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់និងសេវាសង្គមសម្រាប់រដ្ឋបាលឃុំសង្កាត់ឲ្យកាន់តែមានភាពងាយស្រួលក្នុងការឆ្វេងយល់សម្រាប់អនុវត្តឆ្នាំបន្តបន្ទាប់